សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំមានប្រធានបទចង់និយាយពីការថែទាំសុខភាពផ្លូវចិត្តដែលមានតំណែងជាមួយនឹងធម្មជាតិជាការពិតអ្នកទាំងអស់គ្នាការ stress គឺជាបញ្ហាដែលវាយរកខ្លាំងដែលបុគ្គលម្នាក់ៗតែងតែមានតិចហើយនឹងច្រើនអញ្ចឹងបុគ្គលម្នាក់ៗជ្រើសរើសយកការរំដោះ stress ហ្នឹងគឺវិធីបែបខុសៗគ្នាអ្នកខ្លះគាត់ជ្រើសរើសការបំបត្តិ stress របស់គាត់ដោយការ shopping ទៅមើលកុនឬក៏ធ្វើម្ហូបអីឆ្ងាញ់ញ៉ាំជួបជុំគ្រួសារអ្នកខ្លះទៀតគឺជ្រើសរើសយកការធ្វើសមាធិគឺជាការរងាប់ភាព stress របស់គាត់អញ្ចឹងណាហើយអ្នកខ្លះទៀតគឺគាត់គិតថាគាត់ដូចជានៅក្នុងកំពូលzoneមួយអញ្ចឹងគឺគាត់ធ្វើការផ្លាស់ប្ដូរខ្លួនឯងពីកន្លែងមួយទៅកន្លែងមួយហ្នឹងហើយចំណែកខ្ញុំវិញការរំដោះ stress របស់ខ្ញុំគឺខ្ញុំជ្រើសរើសយកការធ្វើដំណើរកម្សាន្តជាមួយនឹងធម្មជាតិបៃតងស្រស់ដោយសារតែការធ្វើដំណើរកម្សាន្តមិនត្រឹមតែយើងបានឃើញទេសភាពបៃតងស្រស់ទេថែមទាំងបានស្គាល់មនុស្សម្នាមកពីមជ្ឈដ្ឋានខាងក្រៅទៀតណាអ្នកទាំងអស់គ្នា